អូខេសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបកប្រែឯកសារ SRT ដែលជា file subtitle ដែលយើងបានgenerate ចេញពីសាច់រឿងសម្រាយរបស់យើងយកមកបកប្រែជាមួយនឹងtool បកប្រែ Google Translate អញ្ចឹងចំពោះ tool បកប្រែ Google Translate គឺអត់មានគិតថ្លៃអីទេបងប្អូនអាចបកប្រែបានមួយសេរីអញ្ចឹងដើម្បីអាចបកប្រែបានបងប្អូនត្រូវចូលទៅកាន់ website មួយដែលមានឈ្មោះថាeditsub.com editsub ខាងលើនេះ editsub ចុច editsub ហ្នឹងមកនោះបងប្អូននឹងឃើញ website មួយនៅខាងលើគេដែលមានឈ្មោះថា editsub.com បងប្អូនចូលទៅកាន់ website ហ្នឹងមករួចបងប្អូន accept ទៅលើ cookie បន្ទាប់មកបងប្អូនចុចកន្លែងសញ្ញាត្រី3នេះរួចបងប្អូនជ្រើសរើសយកពាក្យថា Subtitle Translator បន្ទាប់ពីបងប្អូនបានជ្រើសរើសទៅលើ Subtitle Translator បានត្រឹមត្រូវហើយនោះយើងនឹងចាប់ផ្ដើមធ្វើការ upload file របស់យើងធ្វើការបកប្រែតែម្ដងបងប្អូនជាកន្លែង upload យក Subtitle file នេះមកជួយអនុញ្ញាតឲ្យវា upload បានសិនព្រោះខ្ញុំអត់បានអនុញ្ញាតទេនៅពេលដែលបងប្អូនអនុញ្ញាតចឹងហើយគឺមិន load មកម្ដងទៀតទេបន្ទាប់មកជ្រើសរើសកន្លែង file មកឬក៏រើស more ខ្ញុំសូមរើស file ទៅរួចបងប្អូនទៅរើសឯកសារ file SRT របស់បងប្អូនដើម្បីយកមកបកប្រែខ្ញុំសូមរើស Core 1បន្ទាប់ពីបាន upload file ចូលរួចរាល់ហើយបងប្អូនចុចកន្លែងនេះមករួចបងប្អូនគេថា select output language បានន័យថាបងប្អូនរើសភាសាដែលបកប្រែទៅអញ្ចឹងយើងចុចប្រអប់នេះមកដើម្បីរើសភាសាបងប្អូន scroll ទៅក្រោមឲ្យអស់scroll ទៅក្រោមឲ្យអស់ទៅនឹងឃើញភាសាខ្មែរយើងហើយបើសិនជាករណីបងប្អូនចង់បកប្រែទៅភាសាអីបងប្អូនជ្រើសរើសភាសានឹងមកបន្ទាប់ពីយើងបានរើសភាសាត្រឹមត្រូវហើយបងប្អូនចុចកន្លែងពាក្យនេះមករួចបងប្អូនជ្រើសរើសប្រភេទ format បានន័យថាជាប្រភេទឯកសារដែលយើងនឹងទាញយកអញ្ចឹងបងប្អូនចង់ទាញយកឯកសារប្រភេទអីបងប្អូនជ្រើសរើសប្រភេទហ្នឹងមកអញ្ចឹងដោយសារតែវីដេអូសម្រាប់រឿងយើងត្រូវការឯកសារ .srt អញ្ចឹងបងប្អូនរើសកន្លែង .srt ខាងលើនេះមកបានន័យថា subrit text រើសហ្នឹងមករួចបងប្អូនចុចប៊ូតុងមួយទៀតគឺប៊ូតុង translate នោះវានឹងចាប់ផ្ដើមធ្វើការបកប្រែឯកសារ file SRT របស់យើងហើយបន្ទាប់ពីបងប្អូនបានបកប្រែរួចរាល់បងប្អូនចុចកន្លែងនេះមកប៊ូតុង download ចុចមួយនេះនោះវានឹងធ្វើការទាញយកឯកសាររបស់យើងហើយអញ្ចឹងចុចកន្លែងត្រី3ចុច3ចុចកន្លែង folder download នេះមកនោះបងប្អូននឹងឃើញឯកសារមួយដែលមានឈ្មោះថាgo1.srt.srt ប៉ុន្តែអញ្ចឹងមុននឹងបងប្អូនត្រូវយកឯកសារនឹងទៅប្រើការបងប្អូនត្រូវតែចុចកែឈ្មោះវាសិនអញ្ចឹងចុចលើវាឲ្យជាប់មករួចចុចកន្លែងសញ្ញាចុច3រួចបងប្អូនជ្រើសរើស rename ពាក្យ rename នេះមកបងប្អូនត្រូវកែឈ្មោះវាចេញការដាក់ .srt ពីរដងគឺជាបញ្ហាគឺជាបញ្ហាធ្វើឲ្យtool អានជាសម្លេងរបស់យើងនឹងគឺអត់ស្គាល់ទេព្រោះឯកសារតែ ពីរដងគឺអត់ដឹងថាជាឯកសារប្រភេទអីទេអញ្ចឹងបងប្អូនលុបអា ទី1 .srt ចេញរួចបងប្អូនអាចសរសេរថា underscore kh ដែលមានន័យថាខ្មែរអញ្ចឹងទៅហើយរួចចុច OK តែប៉ុណ្្នឹងទៅគឺរួចរាល់ហើយអញ្ចឹងរបៀបនៃការទៅរកឯកសាររបស់យើងនៅក្នុង file បងប្អូនគ្រាន់តែចុចទៅលើ file my file រួចបងប្អូនចុចកន្លែងប្រអប់ search នេះរួចបងប្អូនសរសេរឈ្មោះឯកសាររបស់យើងចូលមកgo1_kh អញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើ file នឹងឲ្យជាប់ដើម្បីមើលថាទីតាំង file ហ្នឹងនៅកន្លែងណាឲ្យពិតប្រាកដដើម្បីងាយស្រួលយើងទៅរកវារួចយកវាទៅអានទៅជាសំឡេង AI របស់យើងចុចកន្លែងសញ្ញាចុច3នេះរួចបងប្អូនចុចកន្លែង detail នេះមក
នោះបងប្អូននឹងឃើញបាទទីតាំងរបស់ឯកសាររបស់យើងបាទគឺនៅក្នុង all file/movie បើសិនជានៅក្នុង all file/download ឬក៏នៅក្នុង folder ណាមួយបងប្អូននឹងឃើញបង្ហាញនៅត្រង់នេះបងប្អូនគ្រាន់តែរកទៅគឺឃើញហើយអញ្ចឹងខ្ញុំសូមទៅរកបាទឯកសាររបស់យើងទីតាំងពិតប្រាកដបាទនៅក្នុង movie នេះបាទអូខេនេះបងប្អូនគឺនៅក្នុង movie ពិតមែនអញ្ចឹងរបៀបនៃការរកឯកសារគឺយើងអាចរកបានងាយៗនៅក្នុងឯកសាររបស់យើងបាទគឺมันមានការស្មុគស្មាញទេអញ្ចឹងជាចុងក្រោយបាទទៅលើវីដេអូនៃការបកប្រែ file SRT របស់យើងគឺមកដល់ទីបញ្ចប់ហើយបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមគោរពលា